ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសុខទុក្ខយ៉ាងណាហើយបាទមកដល់រដូវត្រជាក់នេះឃើញថាត្រជាក់មែនតែនអញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទសម្រាប់មន់ពុកម៉ែបងប្អូនមានជួបនឹងបញ្ហាសង្កុកផ្ដាសាយអីអត់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទសម្រាប់មន់ខ្ញុំនេះវិញគឺអត់មានសង្កុកហើយនឹងផ្ដាសាយអីទេបងប្អូនទាំងអស់គ្នាបាទដោយសារតែការថែទាំរបស់យើងបានទៅដល់អញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយនៅពេលយប់យើងត្រូវតែបិទតង់វាឲ្យចិត្តកុំឲ្យមានខ្យល់ចេញចូលណាបងប្អូនអាហ្នឹងយើងការពារវាកុំឲ្យវាត្រូវខ្យល់កាលណាតែមន់យើងត្រូវខ្យល់វាធ្វើឲ្យមន់យើងសង្កុកដាសាយហើយបងប្អូនដឹងហើយថាខែនេះគឺជាខែត្រជាក់ខ្លាំងអញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទមួយរយៈនេះគឺត្រជាក់ខ្លាំងបើសិនជាបងប្អូនមិនបានមើលថែមន់ឲ្យបានដិតដល់ទេប្រកាសមន់បងប្អូននឹងឈឺជំងឺផ្ដាសាយហើយបងប្អូនព្រោះអីអាកាសធាតុវាអត់អំណោយផលទេបាទគឺវារងាផងវាត្រជាក់ផងវាក្តៅផងអញ្ចឹងណាបងប្អូនបាទអញ្ចឹងវិធីសាស្ត្រតែម្យ៉ាងគាត់ដែលបងប្អូនចិញ្ចឹមមាន់ឲ្យបានរស់ល្អអញ្ចឹងណានៅក្នុងខែធ្លាក់ខ្យល់នេះផងដែរគឺជាខែរងាណាបងប្អូនបាទអញ្ចឹងបងប្អូននៅពេលយប់ឡើងបងប្អូនត្រូវតែហុំមានតង់ហុំជុំវិញទ្រុងឲ្យចិត្តកុំឲ្យវាមានខ្យល់ចេញចូលបងប្អូនអរគ្នាបាទនៅពេលដែលមេឃវាបើកថ្ងៃមកបងប្អូនចាប់ផ្ដើមបលែងមាន់ចេញពីទ្រុងអញ្ចឹងបងប្អូនត្រូវតែសាតង់ហ្នឹងឲ្យវាមានថ្ងៃចេញចូលផងដែរដើម្បីឲ្យលាមកមាន់យើងហ្នឹងវាស្ងួតដើម្បីឲ្យវាស្ងួតកុំឲ្យវាមានលាមកហ្នឹងវាស្អុយយើងណាបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនធ្វើវិធីសាស្ត្រហ្នឹងទៅអញ្ចឹងបងប្អូនចាំមាន់ទៅវាអត់មានងាប់ទេបាទវាបញ្ហាវាមកពីលាមកឈូលអីហ្នឹងធ្វើឲ្យមាន់របស់បងប្អូនចិញ្ចឹមទៅវាជួបនឹងបញ្ហាងាប់ហើយវាមិនធំធាត់អញ្ចឹងណាបងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាគួរតែប្រុងប្រយ័ត្នទាំងអស់គ្នានៅក្នុងខែខ្យល់នេះផងដែរបាទខ្យល់រងាបាទចឹងបងប្អូនគ្រាប់វាចិត្តបងប្អូនឯងតាមដានមាន់តែមែនតែនបងប្អូនបាទចឹងបងប្អូនអត់ដឹងទេតែវាចាប់ផ្ដើមឈឺមួយចឹងគឺវាផ្ដាសាយហើយវាឆ្លងគ្នាទាំងអស់ដោយសារតែមាន់ហ្នឹងវាផឹកទឹករួមគ្នាអញ្ចឹងណាអញ្ចឹងបងប្អូនមានឃើញមាន់ណាអាការៈមិនស្រួលអញ្ចឹងបងប្អូនត្រូវតែចាប់វាក្រុងនៅកន្លែងផ្សេងឲ្យឆ្ងាយពីក្រុមតែបងប្អូនដាក់នៅក្នុងទ្រុងហ្នឹងចឹងបងប្អូនចាប់វាក្រុងឲ្យឆ្ងាយហើយបងប្អូនត្រូវតែប្រើថ្នាំដើម្បីព្យាបាលវាទៅបាទអញ្ចឹងកុំឲ្យវារាលបាទកាលណាតែវាផឹកទឹករួមគ្នាវាធ្វើឲ្យមាន់យើងនឹងឈឺរាលទាំងអស់តែម្ដងណាមិនថាមាន់បងប្អូន100មាន់ឬ50មាន់ទេអញ្ចឹងវារាលវាអាចនឹងជួបបញ្ហាច្រើនពិបាកនឹងព្យាបាលអញ្ចឹងយើងការពារវាមុនកុំឲ្យវាកើតនៅជំងឺផ្ដាសាយនឹងតន់អញ្ចឹងណាបងប្អូនទាំងគ្នាបាទអញ្ចឹងបងប្អូនចាប់វាមកដាក់ក្រុងបំបែកវាបាទអញ្ចឹងបងប្អូនដាក់ថ្នាំឲ្យវាផឹកទៅដាក់ទឹកឲ្យវាផឹកធម្មតាទៅបងប្អូនទាំងគ្នាបាទអញ្ចឹងថ្នាំនោះគឺអត់មានអីច្រើនទេបងប្អូនទៅរកទិញតែថ្នាំផ្ដាសាយគេមកបងប្អូនដាក់វាទៅបងប្អូនទាំងគ្នាបាទគឺវារងាក្តៅប្រៀបដូចជាមនុស្សយើងគឺអាកាសធាតុប្រែប្រួលវាត្រជាក់ក្តៅវាធ្វើឲ្យយើងនឹងគ្រុនក្តៅតែម្ដងអញ្ចឹងបងប្អូនទិញថ្នាំផ្ដាសាយគឺថ្នាំនោះគឺថ្នាំធីហ្វីបងប្អូនអញ្ចឹងបងប្អូនយកមកបងប្អូនដាក់ជាមួយប៉ារ៉ាកាឡាគ្រាប់បាទហើយធីហ្វីមួយគ្រាប់ទៅប៉ារ៉ាកាឡាគ្រាប់បងប្អូនទៅច្រកចូលមាត់យើងទៅបាទព្រោះអីមាត់យើងធំហើយអញ្ចឹងបងប្អូនច្រកទៅមកគ្រាប់ហើយនឹងប៉ារ៉ាកាឡាគ្រាប់ចូលទៅបងប្អូនទាំងគ្នាបាទអាហ្នឹងគឺជាវិធីការព្យាបាលមាន់នៅពេលដែលមាន់វាចាប់ដើមអាការៈវាមិនស្រួលវាមិនដល់ថ្នាក់ធ្ងន់ធ្ងរអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនអាចដាក់ទៅការពារវាមុនទៅបាទមាន់យើងវារងនឹងឈឺណារបៀបថាវាអត់ស្រួលអញ្ចឹងបងប្អូន